រឿងអន្តរាយរិទ្ធនៃសត្វអាសណ្ដកំណត់ចំណាំដកស្រង់ចេញពីកម្ពុជាសូរិយាលេខ2ឆ្នាំ1947ទំព័រ89រៀបរៀងដោយអ្នកអក្សញ្ញាអិសរៈវង្សាសំសុនចៅក្រមប្រឹក្សាសាលាអូតូរឿងអន្តរាយរិទ្ធនៃសត្វអាសណ្ដលោកអ្នកដែលបានឮឬទេចាស់តែងនិយាយតគ្នាមកថាសត្វអាសណ្ដគឺសេះពីដើមមកជាសត្វពិសេសចេះហោះហើរដើរលើអាកាសបានតែតមកខាងក្រោយក៏ត្រូវគេកាត់សរសៃហោះចោលទៅដូចមានស្នាមនៅជើងអាសណ្ដជាភ័ស្តុតាងស្រាប់តែពុំដឹងជាអ្នកអាណាកាត់ហើយកាត់នោះតើដោយហេតុអ្វីពុំមានចែងច្បាស់លោកអ្នកដែលបានឃើញឬទេសត្វអាសណ្ដកម្មចរិតមួយយ៉ាងជាប់ជានិច្ចគឺថាសត្វពួកនេះតែងតែជួបគ្នាវេលាណាតែងចូលទៅហាត់មាត់គ្នាជាដរាបដែលវាប្រព្រឹត្តដូច្នោះដោយមានហេតុរឿងដើមដូចម្ដេចចាស់បានដំណាលថាក្នុងសម័យបឋមកប្បនោះសត្វអាសណ្ដទាំងឡាយចេះហោះហើរជ្រៀងជ្រែកលើអាកាសឥតទើសតតែសត្វទាំងនោះពុំទាន់កើតសម្បូរដូចសពថ្ងៃនេះទេមានតែនៅក្នុងវត្តជាយានជំនិះរបស់អ្នកបួសដែលកាន់ធរសច្ចរិតសម្រាប់ជិះហោះទៅយកចង្ហាន់នៅឧត្តរក្រទ្វីបម្ដងមានសម័យថ្ងៃមួយនោះព្រះមហាក្សត្រចាត់អាមាត្យដាំបាយមធុបាយៈទៅយកទៅប្រគេនលោកអ្នកបួសទាំងនោះលោកក៏ទទួលទុកដើម្បីឆាន់ដល់ទៅពេលថ្ងៃត្រង់តែម្ដងហើយបានទុកដាក់យ៉ាងប្រយ័ត្នគឺលោកដាក់ក្នុងសង្រែកហើយចងព្យួរទុកយ៉ាងខ្ពស់ជិតដល់ទៅដំបូលកត់រួចលោកនាំអ្នកបួសជាបរិស័ទចូលទៅស្មឹងស្មាតនៅក្នុងវិហារដើម្បីថ្វាយព្រះរាជកុសលដល់ព្រះមហាក្សត្រដែលជាម្ចាស់ទានលុះចាប់កាច់ហើយលោកក៏នាំបរិស័ទមកកត់វិញនៅឱកាសដែលលោកប្រជុំស្មឹងស្មាតសមាធិនោះសត្វអាសណ្ដធំក្លិនក្រអូបបាយមធុបាយៈទ្រាំបំបានក៏ហោះចូលទៅក្នុងកុដិហើយគយគុណរោគស្រង់តាមក្លិនទៅឃើញបាយមធុបាយៈព្យួរទុកលើសង្រែកហើយក៏យកមកបរិភោគអស់រលីងឥតសេះសហើយហោះចេញទៅកាន់ទីកន្លែងរបស់ខ្លួនវិញលុះដល់ពេលថ្ងៃត្រង់លោកប្រជុំពួកអ្នកបួសជាបរិស័ទដើម្បីចែកបាយមធុបាយៈនោះព្រោះជាបាយត្រកាលណាស់មានតែព្រះមហាក្សត្រទើបមានសោយលុះលោកអ្នកបួសមកប្រជុំហើយក៏បង្គាប់ឲ្យសាមណេរមួយរូបឲ្យឡើងលើធ្នឹមបង្ហូតសង្រែកចុះមកស្រាប់តែសាមណេរនោះស្រែកឡើងថាពុំឃើញមានអ្វីនៅក្នុងកញ្ជើលើសង្រែកថាហើយក៏ស្រាយខ្សែបង្ហូតសង្រែកនោះចុះមកលោកគ្រូចៅអធិការនឹកខួសចិត្តណាស់ក៏លន់ព្រះអស់ថាជីអើឯងអត់ចង្ហាន់តាំងពីព្រឹកថាទុកពោះឲ្យទំនេរដល់ថ្ងៃត្រង់នឹងឆាន់បាយមធុបាយៈឲ្យពេញទំហឹងតែម្ដងព្រោះក្នុងមួយជាតិកម្របានបាយត្រកាលបែបនេះឆាន់ណាស់អោកម្មអើយឥឡូវនឹងឲ្យដណ្ដាំបាយក៏មិនទាន់ព្រោះថ្ងៃជ្រេពីត្រង់ទៅហើយណាហើយអស់លោកនិមន្តទៅវិញចោះចាំស្អែកសំបិណ្ឌបាតឆាន់ទៅពួកអ្នកបួសនិមន្តចោះពីកប់លោកគ្រូព្រះចៅអធិការអស់ទៅរីឯព្រះគ្រូចៅអធិការនាកាលមានហេតុនាំឲ្យមានវិតកៈដូច្នោះហើយក៏លោកនិមន្តចូលទៅក្នុងកត់សំងំស្មឹងសមាធិដំឡើងមេកច្ឆាយៈរមិលមើលហេតុភេទទៅឃើញច្បាស់ថាមានសត្វអាសណ្ដមួយហោះចូលមកបរិភោគបាយមធុបាយៈនោះអស់ទៅទើបលោកហៅប្រជុំពួកអាសណ្ដទាំងប៉ុន្មានមកពិសោធន៍ក្នុងចំណោមអាសណ្ដទាំងនោះអាសណ្ដជាតួចៅក៏ចូលមកប្រជុំដែរតែអាសណ្ដទាំងប៉ុន្មានបាននាំគ្នាបដិសោធពាក្យចោទទាំងអស់នោះលោកគ្រូចៅអធិការក៏ជ្រាបច្បាស់ថាតួអាសណ្ដណាក៏ចោទដែរតែមិនមែនបានផ្ចាញ់ផ្ចាទេដោយលោកពិចារណាទៅយល់ឃើញថាតួអាសណ្ដចំណេរទៅមុខបើនៅតែមានឫទ្ធិហោះហើរលើអាកាសបានដូច្នោះមុខជានឹងធ្វើអន្តរាយផ្សេងដល់ពួកមនុស្សខ្លាំងណាស់ទើបលោកមានពុទ្ធិកាថាចាប់ដើមពីថ្ងៃនេះតទៅអញនឹងបន្ថយឫទ្ធិឯងរាល់គ្នាឲ្យសមនឹងសភាពរបស់ឯងដែលល្មមទៅរួមជាមួយនឹងពួកមនុស្សលោកបានលុះលោកបានប្រាប់ដូច្នោះហើយទើបលោកយកកំបិតកោវះកាត់សរសៃហោះរបស់សត្វអាសណ្ដទាំងនោះចេញ
ហើយលោកប្រាប់ថាតាំងពីថ្ងៃនេះតរៀងទៅត្រូវឯងរាល់គ្នាទៅជាសត្វបម្រើមនុស្សលោកដើម្បីដោះថ្លៃបាយមេធុបាយៈដែលមនុស្សទាំងឡាយគេចិញ្ចឹមអ្នកបួសចាប់តាំងពីនោះមកសត្វអសណ្ដរទាំងឡាយលែងចេះហោះហើរបានទៀតមានតែសេចក្តីតូចចិត្តទោមនស្សនិងអសណ្ដរដែលរកមុខមិនឃើញក្នុងកិច្ចប្រព្រឹត្តចោរកម្មនោះទើបនាំគ្នាបដិញ្ញាថានឹងស៊ើបរកមុខឲ្យឃើញប្រកបហើយនឹងព្រួតគ្នាធ្វើតនកម្មឲ្យធ្ងន់ពេញកម្លាំងតែម្ដងហេតុនេះហើយបានជាអសណ្ដរទាំងឡាយតែកាលណាបានជួបគ្នាវាតែងតែហិតគ្នាទៅវិញទៅមកលុះហិតបានក្លិនទៅវិញទៅមកឃើញដូចជាក្លិនបាយមធុបាយៈក៏ចោទគ្នាទៅវិញទៅមកហើយស្រែកប្រកែកដោយសំឡេងយ៉ាងខ្លាំងថាទេកតេសម្រាប់អប់រំពិចារណានៅក្នុងរឿងលួចគេវាក្រាន់តែគេទាន់វាក្រែល